ស្វាគមន៍នៃការវិលត្រឡប់មកវិញរបស់កីឡាករ Paul Pogba បន្ទាប់ពីអវត្តមានលើទីលានជាង2ឆ្នាំបងប្អូនយើងពេលនេះគឺតារាឆ្នើម Paul Pogba បានត្រឡប់មកវិញហើយបន្ទាប់ពីរូបគាត់នឹងតេស្តវិជ្ជមានសារធាតុហាមឃាត់បងប្អូនបាទអញ្ចឹងមកត្រូវបើ FIFA បាទ ban បាទពីបាល់ទាត់4ឆ្នាំឯណោះប៉ុន្តែបន្ទាប់ពីមានការបាទតវ៉ាក្តីទៅមកទៅពេលនេះក៏គាត់មានសេរីភាពហើយក៏អាចបាទលេងបាល់វិញបានផងដែរបងប្អូនយើងហើយជំនាញនេះគឺ Paul Pogba បានបង្ហាញខ្លួននៅក្នុងជំនួបដែលក្រុម Rennes បាទឈ្នះក្រុម Monaco គឺលទ្ធផលបាទ4-1បងប្អូនយើងPogba គឺបដូរចូលនៅនាទីទី85ទៅហើយគឺមិនអាចបាទជួយអ្វីទៅកាន់បាទ Monaco បានទេប៉ុន្តែបើយើងសង្កេតពីបាទការលេងរបស់គាត់គឺបាននៅតែល្អប្រសើរបងប្អូនយើងបាទទាំងការបោះបាល់បាទទាំងការបាញ់បាល់បាទការទប់បាល់ការកឹបនៅតែស្អាតសម្រាប់កីឡាករ Paul Pogba បាទប៉ុន្តែយ៉ាងណាបងប្អូនយើងមកក៏អបអរទៅកាន់បាទ Paul Pogba ពេលនេះគាត់បានបាទរកខ្លួនឯងបាទឃើញវិញហើយបន្ទាប់ពីបាទតាំងមានបញ្ហាបាទការជាប់ពីនៃនឹងមកគឺ Pogba គឺជីវិតបាទស្ទើរតែស្មើសូន្យបងប្អូនយើងពេលនេះគឺបាទគាត់ក៏បានបាទជីវិតគាត់គឺមានពលឺវិញហើយដែលបានមកចូលលេងបាទជាមួយនឹងក្រុមបាទ Monaco